ជំរាបសួរបងប្អូនទាំងអស់គ្នាស្រាប់តែតាមរដូវកាលនៃការប្រមូលផលទុរេនបាទបងប្អូនតែងតែឃើញហើយមានច្រើនមែនទែនអញ្ចឹងនេះតាមវីដេអូនេះបងប្អូនសាកទាយមើលតើទុរេននេះនៅទីណាអញ្ចឹងបាទបងប្អូនធ្លាប់ហូបទុរេនភាគច្រើនគឺមានមកពីកំពតកំពង់ចាមសំឡូតតែថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅមើលចំការទុរេនមួយកន្លែងដែលស្ថិតនៅក្នុងក្រុងរុនត្អែកតេជោសែននៅលើទឹកដីនៃខេត្តសៀមរាបរបស់យើងអញ្ចឹងលោកសុនសុជាតិដែលជាម្ចាស់ចំការទុរេនដែលស្ថិតនៅក្នុងសង្កាត់រុនត្អែកបាទក្រុងរុនត្អែកតេជោសែនដែលលោកបានបង្ហាញថាចំការរបស់គាត់គឺមានផ្ទៃដី13ហិកតាហើយចំពោះដើមទុរេនវិញមានរហូតដល់9000ដើមបងប្អូនក៏ដឹងដែរថាទុរេនមិនមែនចេះតែដាំបានទេអញ្ចឹងទុរេននេះគឺត្រៀមទាឲ្យអ្នកដែលពូកែមានការយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងមែនទែនទើបអាចដាំទុរេននេះទទួលបានទិន្នផលល្អមួយវិញទៀតយើងក៏សរសើរទៅលោកពូមែនទែនដែលព្យាយាមក្នុងការប្រើប្រាស់ជីធម្មជាតិដែលធានាថានៅពេលដែលទុរេនរបស់គាត់ផ្លែអ្នកហូបទៅធានានៅសុវត្ថិភាពនិងមានសុវត្ថិភាពផងដែរអញ្ចឹងមួយវិញទៀតទុរេនរបស់លោកពូគឺមាន3ប្រភេទមានដូចជាមូសាន់ឃីងជាប្រភេទទុរេនមួយដែលមានរសជាតិផ្អែមឆ្ងាញ់ជាងទុរេនផ្សេងទាំងអស់ហើយភូម៉ានីនិងម៉ាន់ថងឆ្នាំនេះក៏ជាឆ្នាំទី1នៃការទទួលផលពីការដាំទុរេននេះផងដែរអញ្ចឹងផ្លែដំបូងបាទគឺរសជាតិវាគឺឆ្ងាញ់មិនធម្មតាទេជាពិសេសគឺប្រភេទមូសាន់ឃីងនេះតែម្ដងអញ្ចឹងលោកពូបានបង្ហាញថាកាន់តែទុំគឺកាន់តែឆ្ងាញ់ហើយបើយើងនិយាយពីអ្នកទិញវិញបាទគឺទុរេននេះគឺទុំមិនទាន់អ្នកទិញទេមានបងប្អូនខ្លះទៀតគាត់ឆ្ងាញ់ជាប់ចិត្តរហូតមកទិញដល់ចំការផ្ទាល់តែម្ដងហើយសម្រាប់បងប្អូននៅលើទឹកដីខេត្តសៀមរាបរបស់យើងនិងបងប្អូនអ្នកតាមបណ្ដាខេត្តបើសិនបើជាមកនៅក្នុងខេត្តសៀមរាបរបស់យើងនៅក្នុងរដូវកាលនេះបាទអាចមកភ្លក់ទុរេននៅលើទឹកដីខេត្តសៀមរាបម្ដងមើលតើអាយីទុរេននៅទឹកដីខេត្តសៀមរាបរបស់យើងឆ្ងាញ់ជាងទុរេននៅខេត្តដទៃប៉ុណ្ណាអញ្ចឹងបាទបងប្អូនចង់បានបាទកុំភ្លេចទំនាក់ទំនងតាមលេខទូរស័ព្ទទៅលេខម្ចាស់ចំការផ្ទាល់គឺមានលេខ095 22 25 68បញ្ជាក់ម្ដងទៀតណាបងប្អូននៅក្នុងចុងខែមិថុនានេះគឺអស់ហើយអញ្ចឹងរុះរាន់ឡើងបើសិនបើជាខកខានសម្រាប់ឆ្នាំនេះបាទមានតែឆ្នាំក្រោយទេទើបអាចភ្លក់នៅទុរេននៅទឹកដីខេត្តសៀមរាបរបស់យើងបាន